ពាក់ព័ន្ធនឹងការតាំងពិព័រណ៍នេះខ្ញុំសង្កេតឃើញថាបងប្អូនខ្មែរគាត់មានសន្ទុះនៃការគ្រប់គ្រងផលិតផលខ្មែរយើងខ្លាំងមែនទែនបាទហើយរហូតដល់គាត់មកគាត់សង្ឃឹមថាគាត់ទិញក្នុងបរិមាណច្រើនយកទៅហូបប៉ុន្តែដោយសារបច្ចុប្បន្នហ្នឹងការផលិតរបស់យើងហ្នឹងវាលក្ខណៈទូចហើយយើងមិនទាន់មានពេលវេលាផលិតគ្រប់គ្រាន់អញ្ចឹងយើងមិនទាន់អាចបំពេញតម្រូវការគាត់បានគ្រប់គ្នានៅឡើយទេក៏ប៉ុន្តែអ្វីដែលយើងសង្ឃឹមយើងនឹងព្យាយាមឲ្យអស់លទ្ធភាពនៅក្នុងកំឡុងពេល2ឬក៏3ខែយ៉ាងមុខយ៉ាងយូរហ្នឹងយើងនឹងព្យាយាមពង្រីកសង្វាក់ផលិតកម្មរបស់យើងឲ្យបានកាន់តែច្រើនដើម្បីបំពេញតម្រូវការជូនបងប្អូនខ្មែរយើងឲ្យគ្រប់គ្រាន់ឲ្យបានទាន់ពេលវេលាបាទបាទយើងបច្ចុប្បន្នហ្នឹងយើងមាននៅក្នុងទឹកពេញប៉ោះហើយនឹងប្រភេទនៅក្នុងប្រេងបាទដែលប្រភេទនៅក្នុងប្រេងហ្នឹងគឺយើងអាចយកទៅញ៉ាំជាមួយសាឡាត់ឬក៏ផ្ទាប់ជាមួយទៅនឹងសាំងវិចឬក៏អីចឹងទៅបាទចំពោះអ្នកបងប្អូនដែលគាត់អត់ចូលចិត្តរសជាតិទឹកពេញប៉ោះចឹងណាបងបាទអានេះជាមួយសាឡាត់បាទហើយនេះយើងជាមួយយើងទឹកពេញប៉ោះបាទជាមួយទឹកពេញប៉ោះបាទខ្ញុំជាអតីតនិស្សិតមកពីខាងកូរ៉េខាងត្បូងហើយជំនាញខាងសុខភាពហូបអាហារហើយអ្វីដែលខ្ញុំផលិតឡើងគឺគោលបំណងខ្ញុំចង់ចូលរួមចំណែកជួយផ្ដល់ជូននៅអាហារមួយដែលមានគុណភាពមានសុវត្ថិភាពសម្រាប់បងប្អូនខ្មែរយកឈ្នះនៅពាក្យដែលគេមើលស្រាលថាយើងមិនអាចធ្វើឲ្យអ្វីបានអញ្ចឹងយើងជាឱកាសមួយដែលយើងបង្ហាញពីស្នាដៃបង្ហាញពីស្មារតីជាតិនិយមហើយនឹងបង្ហាញពីការគ្រប់គ្រងស្រឡាញ់គ្នាសម្រាប់បងប្អូនខ្មែរយើងបាទអញ្ចឹងខ្ញុំនឹងព្យាយាមធ្វើឲ្យផលិតផលដែលដាក់ចេញទៅនឹងមានគុណភាពសុវត្ថិភាពហើយនឹងបូកផ្សំជាមួយនឹងតម្លៃផងដែរបាទជាចុងបញ្ចប់សូមសនំពរដល់បងប្អូនខ្មែរយើងបន្តគ្រប់គ្រងនៅស្មារតីជាតិនិយមរបស់យើងគ្រប់គ្រងផលិតផលក្នុងស្រុករបស់យើងដើម្បីឲ្យសេដ្ឋកិច្ចជាតិយើងកាន់តែរីកចម្រើនហើយវិស័យផលិតម្ហូបអាហារក្នុងស្រុកយើងកាន់តែទូលំទូលាយដល់ពេលដែលបងប្អូនគ្រប់គ្រងបង្កើនការផលិតទៅវារមែងតែនៅពេលដែលផលិតក្នុងទ្រង់ទ្រាយធំសង្វាក់ផលិតកម្មធំនោះធ្វើឲ្យតម្លៃថ្លៃដើមវាកាន់តែអាចទទួលយកបានអញ្ចឹងតម្លៃផលិតផលសម្រេចក៏វានឹងអាចតម្លៃសមរម្យអាចទទួលយកបានទាំងអស់គ្នាដែរបាទអញ្ចឹងសូមសនំពរថាបន្តស្មារតីជាតិនិយមបន្តគ្រប់គ្រងផលិតផលក្នុងស្រុកក្នុងករណីដែលផលិតផលក្នុងស្រុកយើងមានសូមគ្រប់គ្រងករណីមិនមានចាំយើងគិតពិចារណាយករកផលិតផលចំនួនបាទ